ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះយើងនិយាយជាមួយម៉ាទ័របន្តិចបងប្អូនទាំងគ្នាតែបងប្អូនខ្លះគាត់យកទៅប្រើទៅគឺវាអត់ត្រូវមុខជំនាញរបស់វាអញ្ចឹងយើងចង់និយាយពីរឿងរបៀបប្រើបន្តិចរបស់ខ្លះពេលខ្លះយើងប្រើទៅវាអត់ត្រូវនឹងមុខជំនាញរបស់វាក៏វាអត់សូវល្អប្រើដែរហើយក៏ងាយខូចអញ្ចឹងបើសិនជាខាងការឋានឬក៏ជាងអាជីពប្រហែលជាគាត់ដឹងពីរឿងហ្នឹងហើយមិនបាច់ចាំប្រាប់គាត់ដឹងប៉ុន្តែបងប្អូនខ្លះគាត់អត់ដែរប្រើហើយគាត់អត់សូវដឹងអញ្ចឹងគាត់យកទៅប្រើបែបច្រើនទៅទើសចិត្តអត់សូវត្រូវក្បួនវាអញ្ចឹងដូចជាប្រភេទមួយនេះបងប្អូនគ្នាអានេះគេហៅ impact បងប្អូនគ្នាអញ្ចឹងបានន័យថាមក impact នេះវាតកតងជាមួយអានេះជាមួយបាញ់វិសចេះបាញ់វិសធំបាញ់វិសអីអាហ្នឹង impact ជាមួយ impact គឺត្រូវហើយបាញ់វិសមួយទឹកពីរទឹកបីទឹកវិសវិញហ្នឹងក៏វាបាញ់ចូលដែរដោយសារ impact ហ្នឹងវាកម្លាំងខ្លាំងហើយវាសម្រាប់អុកយើងបាញ់ទៅផាំងវាចូលតែបើយើងយកអានេះអា motor ស្វាននេះតែស្វានបាញ់វិសនេះហើយយកមកបាញ់វិសប្រភេទនេះយកបាញ់វិសប្រភេទហ្នឹងពេលខ្លះទៅវាបាញ់ចូលប៉ុន្តែក៏វាមិនល្អប្រើទេបងអត់ល្អប្រើទេយើងយកទៅ motor ស្វានយកទៅបាញ់វិសប្រភេទហ្នឹងគឺអត់ល្អប្រើទេអានេះសម្រាប់ impact បានត្រូវសម្រាប់ motor ស្វានគេយកទៅស្វានបងប្អូនគ្នាគេយកទៅស្វានហើយជាមួយបាញ់វិសប្រភេទនេះវិសប្រភេទនេះត្រូវជាមួយនឹងប្រភេទនេះគឺវាត្រូវហើយតែព្រោះអានេះ motor នេះវាខ្លាំងហើយអញ្ចឹងយើងបាញ់វិសនេះគេសឹងតែចូលដែរប៉ុន្តែគាត់នៅវាមិនត្រូវវាហ្នឹងគេយកទៅស្វានហើយជាមួយនឹងបាញ់វិសប្រភេទគ្រាប់វិសចេះអញ្ចឹងយើងរើសឲ្យត្រូវទៅបានយើងប្រើទៅវាល្អហើយសម្រាប់ impact នេះគេប្រើមួយ motor ហ្នឹងបងប្អូនគ្នា motor ហ្នឹងគេប្រើជាមួយបាញ់វិសចេះវាធំចេះវិសធំជាងនឹងក៏បានដែរ3ទឹកក៏បាញ់ចូលដែរដោយសារហ្នឹងជាមុខងាររបស់វាមកគឺបានតែបាញ់វិសទេហើយបាញ់វិសធំអាវិសទួយក៏វាបាញ់ចូលដែរធម្មតាវាបាញ់អាធំទួយក៏បាញ់អាទួយក៏ចូលដែរប៉ុន្តែក៏អានេះបើយើងចង់បាញ់វិសវែងធំយើងប្រើ impact វាកម្លាំងខ្លាំងជាងបងប្រៀបធៀបតែអានេះកម្លាំងវាដល់ទៅ230 Newton ហើយពួកអានេះកម្លាំងវាទៅ60 Newton អញ្ចឹងបើយើងយកទៅស្វានហើយជាមួយនឹងបាញ់វិសអានេះត្រូវប៉ុន្តែបើយើងយកទៅបាញ់វិសធំចេះអញ្ចឹងអានេះវាសួររួចទេទោះវាសួររួចក៏វាឆាប់ខូចដែរវាអត់ត្រូវរបស់វាអញ្ចឹងបើបងយកទៅមុខងារបាញ់វិសធំយើងគួរតែប្រើ impact driver ទៅល្អដោយសារនេះវាត្រូវក្បួនរបស់វាមក impact នេះបើយើងបាញ់វិសសុតយក impact ទៅធានាវាមិនកាលណាយើងប្រើរបស់ដែលត្រូវតាក់តិចត្រូវក្បួនរបស់វាគឺយើងប្រើអត់ខូចទេអត់ងាយខូចទេរាប់ឆ្នាំរាប់អីក៏វាមិនខូចដែរតែបើយើងប្រើខុសក៏វាងាយខូចដែរបងប្អូនទោះរបស់ល្អក៏វាខូចដែរបងប្អូនតែស្អីយើងប្រើខុសវាអញ្ចឹងហើយសម្រាប់អ្នកដែលត្រូវការស្វានយកអាសាស្វានហើយនឹងបាញ់វិសចេះហើយហ្នឹងវិសរបៀបនេះហ្នឹងគឺយើងយកពួកអានេះគឺវាត្រូវហើយអានេះមុខងារវាគឺស្វាននឹងបាញ់វិសប្រភេទនេះហើយបាញ់នេះមុខងាររបស់វាគឺបាញ់វិសអាធំចេះប្រហែលទឹកវាបាញ់ចូលដោយបាញ់ដែកអុយដែកអីហ្នឹងគឺចូលទាំងអស់អញ្ចឹងយើងរើសឲ្យត្រូវតែគាត់ impact វាអត់បានស្វានទេវាបានតែបាញ់វិសទេហ្នឹងគេហៅបាញ់វិសភាសាអង់គ្លេសហៅ impact driver តែយើងបកប្រែខ្មែរអាចយើងថាបាញ់វិសអាជីពទៅហ្នឹងគេហៅបាញ់វិសអាជីពបើន័យថាវាបានបាញ់ទៅវិសទេបាទនេះបើមុខងាររបស់វាចំហ្មងគឺ impact drill បើន័យថាពាក្យថា drill ហ្នឹងមានថា impact ស្វានហ្នឹងបងប្អូនគ្នាគឺ drill ហ្នឹងគឺស្វានអញ្ចឹងមុខងាររបស់វាផ្ដោតសំខាន់ផលគឺស្វានហើយក៏វាក៏អាចបាញ់វិសប្រភេទនេះដែរចាហ្នឹងយើងត្រូវបែងចែកច្បាស់បងប្អូនគ្នាកុំឲ្យចេះយល់ច្រឡំអញ្ចឹងយើងប្រើត្រូវមុខងារត្រូវបោះវាទៅអាហ្នឹងมันវាល្អប្រើបងប្អូនគ្នាតែក៏យល់អារម្មណ៍បងប្អូនខ្លះគាត់មិនមែនជាងអាជីពអញ្ចឹងគាត់ពេលខ្លះគាត់ប្រើចូលគ្នាអញ្ចឹងអាហ្នឹងធម្មតាយើងប្រើយូរម្ដងយើងចេះតែប្រើចូលគ្នាទៅតែបើបោះគេក្បួនអាជីពបោះគេអ្នកការងារគេរស់លើនឹងហ្មងអាហ្នឹងគេយល់ច្រើនគេប្រើផលិតផលដែលត្រូវនឹងមុខងាររបស់គេហ្មងគេអត់ប្រើចូលគ្នាច្រើនទេអាហ្នឹងវាអញ្ចឹងដែរបងប្អូនគ្នាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំចង់និយាយប្រាប់បងប្អូនប៉ុណ្ណឹងរបៀបប្រើអញ្ចឹងថាឲ្យធ្វើម៉េចយើងប្រើឲ្យត្រូវរបស់វាអានោះបានផលិតផលយើងទិញទៅវាល្អ perfect សម្រាប់ការងាររបស់យើងអញ្ចឹង